ចាជំរាបសួរបងប្អូនវីដេអូនេះខ្ញុំមកបង្ហាញពីរបៀបហូតខ្សែឡេវឥឡូវខ្ញុំធ្វើវីដេអូហូតខ្សែឡេវនិងដាក់ឡេវជូនបងប្អូនត្មងទៅឲ្យយល់ពីរបៀបដាក់ហើយនឹងហូតចាដោយសារបងអូនស្រីក៏កំងឲ្យខ្ញុំធ្វើវីដេអូហូតខ្សែឡេវណាដល់ពេលគាត់កំងហ្នឹងគាត់ខមមិនមកហ្នឹងចំខ្ញុំពងបដេអាឥឡូវខ្ញុំធ្វើវីដេអូហ្នឹងជូនគាត់ហ្មងទៅអញ្ចឹងហូតខ្សែឡេវយើងកាត់សាច់ប្រឆិតមកទំហំ3លេខណាបងប្អូនហើយដល់ពេលយើងដេរចាំយើងកាត់ធ្នេចេញខ្លះហើយយើងកាត់ណាបងប្អូនមើលវីដេអូខ្ញុំទាំងស្រុងទៅវីដេអូធ្វើខ្សែឡេវហ្នឹងខ្ញុំកាត់ចេញហ្នឹងក៏ខ្ញុំកាត់តិចដែរដោយសារយើងចង់បានធ្នេឲ្យធំដើម្បីយើងហូតទៅឲ្យខ្សែឡេវយើងរឹងស្អាតមាំស្អាតណាបងប្អូនហើយធ្នេយើងដាក់ញឹករៀងញឹកតិចទៅដើម្បីកុំឲ្យវារសាត់កុំឲ្យវាថាជ្រៀកធ្នេអញ្ចឹងណាគឺខ្ញុំហូតមកតឹងរឹងស្អាតហ្មងខ្សែឡេវហ្នឹងទោះជាអាវយើងលហើយក៏ខ្សែឡេវខ្ញុំមិនទាន់ខូចដែរចាអឺយើងហូតហ្នឹងពិបាកតែពេលហូតទេតែដល់ពេលប្រើវាមាំពួកឯងខ្ញុំធ្លាប់ទទួលអាវភ្ញៀវដែលគាត់ខូចខ្សែឡេវហ្នឹងគាត់យកមកដាក់បងប្អូនពេលជាងដែលគាត់ហូតហ្នឹងគាត់ហូតទុកធ្នេតូចពេកដល់ពេលអញ្ចឹងគាត់ប្រឡក់ទៅវារសាត់ហើយដល់ពេលភ្ញៀវក៏អត់ដឹងគាត់ថាកដោកាត់ខ្សែឡេវគាត់ឡើងខូចអស់លេងឥឡូវជាងជួយដាក់ឲ្យខ្ញុំមកអញ្ចឹងហូតខ្សែឡេវទាំងអស់ដាក់ឲ្យគាត់ព្រោះអីខូចវាថាអាវទាំងមូលអញ្ចឹងខូចមួយពីរក៏យើងមិនអាចទៅជួសបានដែរដោយសារខណាត់វាខុសគ្នាអីចឹងវាអត់ស្អាតអីចឹងបងប្អូនហើយណាមួយអាទៅមុខទៀតហ្នឹងក៏វាខូចដែរវានិយាយទៅវាដូចតែគ្នាហ្នឹងអញ្ចឹងយើងរុះចោលហើយយើងហូតខ្សែឡេវថ្មីឲ្យគាត់ហើយចឹងរបៀបហូតឲ្យមាំល្អបងប្អូនមើលវីដេអូហ្នឹងមកហើយហូតចឹងហើយបងប្អូនរបៀបដាក់របស់ខ្ញុំគឺខ្ញុំកាត់5លេខចឹងដើម្បីយើងធ្វើឡេវមួយចឹងណាវាខ្ញុំបោះ5លេខហើយកាត់ជាកង់មកដើម្បីយកទៅហូតហើយចឹងអាវខ្ញុំមួយណាខ្ញុំប្រើខ្សែឡេវ15លេខ15ឡេវចឹងខ្ញុំកាត់គ្រប់15មកខ្ញុំកាត់អាវលើចាស់បងប្អូនអាវកមូលតែមូលរាងធំដែរអត់មានមូលកាប់កទេមូលរាងធំដែរហើយលើមុខហ្នឹងមកហើយយើងដាក់ជាម៉ូតទៅអញ្ចឹងខ្ញុំដាក់3ដកឃ្លា4លេខមកហើយបានដាក់3ទៀតដាក់3ហើយបានយើងវាស់4លេខដាក់ឡេវបន្តចឹងមកណាបងប្អូនអញ្ចឹងឥឡូវខ្ញុំបង្ហាញទាំងរបៀបដាក់លើអាវយើងហ្មងណាបងប្អូនមើលវីដេអូហ្នឹងមកខ្ញុំកាត់អាវប៉ាក់លើចាស់ហ្នឹងហើយកណាត់ដែលគាត់ទ្របហ្នឹងគឺសាច់ហ្វីទេសាច់ស្ដើងហើយរលោងណាបងប្អូនហើយអ៊ុតហ្នឹងអ៊ុតអាស្ដើងទៀតគាត់អត់ចូលចិត្តរឹងអញ្ចឹងអាវនេះគាត់ពេញចិត្តណាភ្ញៀវអ៊ំគាត់អញ្ជើញមកលើពេញចិត្តណាគាត់ថាសាច់ទន់ស្រួលពាក់ហើយខ្សែឡេវដែលគាត់ដែលកណាត់របស់គាត់ដែលខ្ញុំហូតហ្នឹងហូតឲ្យធំហូតធ្វើយ៉ាងម៉េចក៏អត់ស្អាតដែរវារាងយឺតទៅបងប្អូនដល់ពេលយើងធ្វើខ្សែឡេវវាអត់ស្អាតវាអត់ដូចចិត្តយើងចង់បានអញ្ចឹងខ្ញុំក៏ដើររកសាច់សូត្រជប៉ុនពណ៌ដូចគ្នាយកមកធ្វើខ្សែឡេវជូនគាត់ទៅព្រោះតែយើងធ្លាប់ស្អាតហើយយើងហូតមកអត់ស្អាតគឺរុះចោលទោះអាយុយ៉ាងម៉េចទោះតែយូរមិនក៏ត្រូវតែរុះចោលដែរក៏អត់ពេញចិត្តហើយអញ្ចឹងឥឡូវខ្ញុំសម្រេចយកសូត្រជប៉ុនមកហូតដាក់ជូនគាត់ចឹងអត់អីទេឲ្យតែឃើញស្អាតទៅពណ៌ស្តៀងក៏បានដែរដល់ពេលយើងដាក់ឡេវទៅវាមិនខ្សែឡេវយើងមិនចេញផ្ទាំងណាបងប្អូនខ្សែឡេវតូចដែរណាឥឡូវខ្ញុំដាក់ត្រួសជូនបងប្អូនចឹងមក3ដកឃ្លា4លេខ3ដកឃ្លា4លេខចឹងខ្ញុំវាត្រូវ5កង់អញ្ចឹងវាអស់15ឡេវហ្នឹងហើយដេភ្ញៀវយកលុយមកឲ្យចាបងប្អូនហ្នឹងហើយដោយសារស្រុកយើងពិបាកសង្គ្រាមរត់និយាយទៅអារម្មណ៍មិនសូវល្អដែរទេប៉ុន្តែយើងភ្ញៀវកំងតាំងពីមុនវឹកវរដោយថាយើងធ្វើជាប្រចាំរាល់ថ្ងៃភ្ញៀវគាត់ក៏កាត់ក៏គាត់មិនដឹងអញ្ចឹងណាបងប្អូនអញ្ចឹងការងារដែលត្រូវធ្វើយើងនៅតែធ្វើអញ្ចឹងទៅហើយថតទៅបង្ហាញបងប្អូនអញ្ចឹងទៅហ្នឹងហើយ
ឥឡូវបន្ទាប់ពីយើងដាក់ឡេវហើយយើងគុនកចូលក្នុងហ៎បងប្អូនយើងគុនធីវគុនកចូលក្នុងអញ្ចឹងខ្ញុំកាត់កកាត់ធីវដេរយកមួយគ្នាអញ្ចឹងហ្មងណាបងប្អូនចាបងប្អូនហ្នឹងហើយនិយាយទៅវិធីដេរអីហ្នឹងបើសម្រាប់អ្នកចេះហើយគាត់ងាយស្រួលទេអញ្ចឹងខ្ញុំបង្ហាញទៅបងប្អូនដែលគាត់មិនទាន់ចេះគាត់នៅឆ្ងល់ពេលខ្ញុំបង្ហាញគ្រប់មុខអស់ហើយអញ្ចឹងពេកកប៉ុកអីហ្នឹងយើងគិតថាពេកកប៉ុកទេមិនបាច់បង្ហាញបងប្អូនក៏បងប្អូនយល់ដឹងដែរប៉ុន្តែបងប្អូនខ្លះគាត់សុំអញ្ចឹងបងប្អូនចង់មើលយើងមានវីដេអូគ្រប់ផ្នែកកាត់ផ្នែកដេខ្សែឡេវអីចឹងណាសូមបង្ហាញទៅបងប្អូនចឹងទៅហើយនិយាយទៅរបៀបគុនកឲ្យបងប្អូនមើលតាមហ្នឹងមកខ្ញុំដានតតែស្អាតបានខ្ញុំដេរហើយរបៀបខ្ញុំដេរគឺខ្ញុំដេរលើតួអាវបងប្អូនបន្ទាប់ពីខ្ញុំដេរលើតួហើយខ្ញុំកាត់អាស្លៃហៀចេញអស់ចឹងមកហើយធ្នេនេះដំបូងខ្ញុំទុក3លេខបន្ទាប់ពីយើងដេររួចរាល់ខ្ញុំកាត់ចោលហើយខ្ញុំច្រឹបវាចឹងមកបងប្អូនណាច្រឹបវងកច្រឹបធីវអីចឹងទៅដើម្បីយើងដេរធ្នេគៀនទូចដើម្បីបត់ចូលឲ្យវាឃើញលឹបចូលក្នុងស្អាតណាបងប្អូនអញ្ចឹងវិធីដេរងាយបងប្អូនមើលតាមហ្នឹងមកហើយនឹងសូមអរគុណបងប្អូនទាំងអស់ដែលបានចូលមើលក្នុង YouTube ខ្ញុំ Channel YouTube ខ្ញុំហើយនឹង Page ខមមិនពាក្យល្អលើកទឹកចិត្តចាបងប្អូនអញ្ចឹងវីដេអូខ្ញុំអត់សូវបានចេញរាល់ថ្ងៃដែរទេបងប្អូនដោយសាររវល់ការងារច្រើនខ្លាំងអញ្ចឹងទៅបើយើងនៅថតនៅបញ្ចូលសំឡេងវាអត់ហើយការងារគេបញ្ញាប់តាន់ផែនការរបស់គេបងប្អូនណាចឹងអធិស្ឋាននិយាយទៅវីដេអូខ្ញុំអត់ទៀងចឹងហ្មងអត់បានចេញទៀងទាត់ជូនបងប្អូនទេអញ្ចឹងបន្ទាប់ពីយើងដេររួចរាល់យើងប្រឡត់ចឹងមកហើយបងប្អូនកុំភ្លេចទស្សនាវីដេអូខ្ញុំហើយជួយចុច Subscribe YouTube ខ្ញុំម្នាក់មួយផងហើយនឹងចុច Follow Page ចាដើម្បីបានវីដេអូថ្មីហើយបន្ទាប់ពីយើងដេរគៀនហើយយើងដេរដានចឹងមកបងប្អូនដានឲ្យស្អាតអ៊ុតឲ្យស្អាតមកយើងហើយអត់មានអីយូរទេយើងយកទៅដាក់ឡេវបានហើយចឹងខ្ញុំបង្ហាញតែពីដាក់របៀបដាក់ឡេវហ្នឹងមកហើយខាងឆ្វេងខាងមួយទៀតយើងខ្ញុំបានបង្ហាញទេបងប្អូនបង្ហាញតែពីកន្លែងដាក់ឡេវបងប្អូនយល់តាមហ្នឹងទៅអត់មានអីបាក់ទេធីវដែលយើងត្រូវដាក់ឡេវយើងទុក3លេខយើងអត់មានកងឡេវទេយើងទុកតែ3លេខណាដើម្បីធ្នេអញ្ចឹងណាហើយធ្នេហ្នឹងអាខាងអត់ខ្សែឡេវហ្នឹងយើងធ្វើជាអណ្ដាតដូចថាដើម្បីយើងពាក់ខ្សែឡេវចំកដាលទៅកុំឲ្យវាឃើញសាច់ខាងក្នុងណាអញ្ចឹងដូចគងដែរតែបងប្អូនត្រូវចំណាំជួបគ្នាធម្មតាអញ្ចឹងណាបងប្អូនយើងគងមកចំហៀងអញ្ចឹងមកហើយខ្សែឡេវនេះយើងដាក់ទៅយើងដឹងចំណុចហើយបងប្អូនណាហ្នឹងហើយចឹងវិធីកាត់ក៏មានវិធីដេរក៏មានណាបងប្អូនចឹងរួចរាល់ជាការស្រេចហើយបងប្អូនរបៀបដេរហ្នឹងហើយបន្ទាប់ពីយើងដេររួចរាល់នេះខ្ញុំចង់បង្ហាញខ្ញុំបានធ្វើអាខាងម្ខាងទៀតជូនបងប្អូនមើលចង់និយាយថាធ្នេ3លេខហ្នឹងខ្ញុំដេរទុកធ្នេដើម្បីគងយើងមានបន្ទាត់សម្រាប់ដាក់ឡេវបើយើងចេះតែដាក់វាអាចវាចឡេវយើងអីចឹងណាបងប្អូនចឹងត្រូវដាក់អញ្ចឹងហើយខ្សែឡេវខ្ញុំហ្នឹងវារៀងរលុងល្មមគាត់ចាស់គាត់បិទឡេវបើយើងធ្វើខ្សែឡេវតូចពេកគាត់ដាក់ឡេវក៏អត់ត្រូវដាក់ឡេវវាតឹងពិបាកបិទណាបងប្អូនចឹងយើងធ្វើចឹងទៅហើយខាងលើយើងដាក់ឡេវកឹបមួយដើម្បីកុំឲ្យវារៀងហើបកចឹងណាខាងលើខ្សែឡេវរបស់យើងហ្នឹងណាឥឡូវបន្ទាប់ពីយើងខ្ទាស់ហើយយើងចុចចំណុចដាក់ឡេវឥឡូវខ្ញុំដាក់ឡេវរួចរាល់ហើយបងប្អូនឥឡូវខ្ញុំបិទឡេវជូនបងប្អូនមើលអញ្ចឹងហ្នឹងហើយឥឡូវវីដេអូដាក់ខ្សែឡេវយើងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូពីដើមដល់ចប់អរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ